ธีบนฉลองឆ្នាំសកលនិងបនប្រការប្រាក់រស្មីសាមគ្គីខ្ញុំប្រកាសណាថ្មភាពព្រះភិក្ខុថេតមេធោអ៊ីថាព្រះគ្រូចៅអធិការវត្តឧត្តមរាំងសីព្រៃទុកឃុំស្រងែសុកត្រាំងខេត្តតាកែវរួមជាមួយសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆានដោយផ្ដើមធ្វើពិធីបុណ្យឆ្លងឆ្នាំសកលនិងបុណ្យការប្រាក់រស្មីសាមគ្គីដើម្បីប្រមូលបច្ច័យយកមកកសាងព្រះវិហារដែលមានបណ្ដោយ21ម៉ែត្រទទឹង13ម៉ែត្រហើយសប្តាហ៍ថ្ងៃកំពុងខ្វះខាតបច្ច័យសម្រាប់ជាសម្ភារៈកសាងបន្តកម្មវិធីបុណ្យថ្ងៃពុទ្ធ12កើតខែបុស្សឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវថ្ងៃទី31ខែធ្នូគ្រិស្តសករាជ2025វេលាម៉ោង 2:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយដង្ហែអង្គផ្កាប្រាក់3ជុំប្រាសាទវេលាម៉ោង 3 រសៀលធ្វើបទនមស្ការព្រះរតនត្រ័យសម្មាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាវេលាម៉ោង 5:00 នាទីល្ងាចទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសពិសាភោជនាហារវេលាម៉ោង 7:00 នាទីយប់ធ្វើពិធីបង្ហោះគោមនិងដុតកំជ្រួចបន្ទាប់មកមានសិល្បៈល្ខោនបាសាក់នាយ5ព្រៃស្រីម៉ៅខេត្តបូកឃ្មុំសម្ដែងជូនទេសនារហូតទល់ភ្លឺលុះព្រឹកឡើងថ្ងៃប្រហោះ13កើតត្រូវថ្ងៃទី1ខែមករាឆ្នាំ2026វេលាម៉ោង 7:00 នាទីព្រឹកព្រះគញ្ញគូព្រះសង្ឃម៉ោង 9:00 នាទីនិមន្តព្រះសង្ឃគោចរបណ្ឌបាតវេលាម៉ោង 11:00 នាទីថ្ងៃត្រង់ប្រគេនផតហារព្រះសង្ឃនិងវេអំផ្កាពហុទេវាដាឆ្លងជាកិច្ចបញ្ចប់កម្មវិធីបុណ្យអ្នកផ្ដើមបុណ្យព្រះភិក្ខុថេតមេធោអ៊ីថាព្រះគ្រូចៅអធិការវត្តឧត្តមរាំងសីព្រៃទុកពុទ្ធបរិស័ទតាកែវក្រុងពុទ្ធបរិស័ទក្រុងភ្នំពេញពុទ្ធបរិស័ទសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសពលករពលករនីប្រទេសកូរ៉េកម្មករកម្មការិនីក្នុងប្រទេសកម្ពុជាព្រះសង្ឃលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តទាំង5ភូមិមានភូមិព្រៃទុកភូមិថ្នោតភូមិកោកអំពៅភូមិក្រាំងនិងភូមិត្រពាំងបបោះរួមជាមួយពុទ្ធបរិស័ទនិងញាតិមិត្តប្រធัวគ្រប់មជ្ឈដ្ឋានអស្រ័យដូចបានប្រកេននិងជម្រាបជូនខាងលើនេះខ្ញុំព្រះករុណាអាត្មាភាពយើងខ្ញុំទាំងអស់គ្នាសូមអារាធនានិមន្តព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងយាងអញ្ជើញសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអ្នកអុកញ៉ាអស់លោកស្រីអ្នកនាងកញ្ញាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមចាប់កុសលតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនបើចង់ដឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទព្រះគ្រូចៅអធិការវត្ត097 95 15 295 096 95 15 295សូមអរព្រះគុណនិងអរគុណ